នៅកំពង់សោមយូរហើយតិចអត់ស្គាល់កន្លែងមួយនេះបងប្អូនកំពង់សោមគឺជាខេត្តជាប់សមុទ្រធំមួយក្នុងចំណោមខេត្តទាំង4នៃប្រទេសកម្ពុជាក្រៅពីតំបន់ឆ្នេរខេត្តនេះមានកន្លែងកម្សាន្តប្លែកៗនិងស្អាតជាច្រើនទៀតថ្ងៃនេះខ្ញុំនឹងបង្ហាញពីកន្លែងមួយដែលត្រូវបង្កើតឡើងសឹងតែគ្រប់ខេត្តក្រុងតែម្ដងនៃព្រះរាជាណាចក្រកម្ពុជាយើងនោះគឺសួនច្បារឯករាជ្យសួនច្បារនេះត្រូវបានរៀបចំយ៉ាងស្អាតមានកសាងនៅប្រាសាទព្រះវិហារនៅទីនេះផងដែរមានដើមឈើខៀវស្រងាត់ផ្លូវដើរលំហែកម្សាន្តកន្លែងអង្គុយសម្រាកលេងរូបព្រះពុទ្ធបដិមាធំមួយព្រះអង្គសម្រាប់ប្រជាពលរដ្ឋគោរពបូជានិងធ្វើពិធីសាសនាផ្សេងៗកន្លែងតម្កល់ធាតុបុព្វបុរសនិងកងទ័ពសម្រាប់រំលឹកដល់វិញ្ញាណក្ខន្ធនិងភាពក្លាហានតស៊ូអង្អាចសម្រាប់ជាតិមាតុភូមិមួយនេះមិនត្រឹមតែប៉ុណ្ណោះកន្លែងនេះក៏មានសួនកំសាន្តសម្រាប់កុមារលេងផងដែរដែលអំណោយផលល្អក្នុងការទៅសម្រាកកំសាន្តលេងជាលក្ខណៈគ្រួសារភាគច្រើនអ្នកតំបន់នេះទៅទីនោះនៅពេលព្រឹកនិងពេលល្ងាចដើម្បីបន់ស្រន់សុំសេចក្តីសុខនិងដើរហាត់ប្រាណលេងនៅទីនោះចឹងចង់ដឹងលម្អិតទស្សនាវីដេអូនេះទាំងអស់គ្នាជាមួយខ្ញុំបាទសួស្តីបងប្អូនថ្ងៃនេះបានមកដល់ខេត្តព្រះសីហនុបងប្អូនហើយនេះគឺជាសួនកន្លែងដែលយើងអាចដើរហាត់ប្រាណបានហើយមានរូបប្រាសាទព្រះវិហារដែលទាំងស្អាតនៅខាងក្រោយខ្ញុំនេះបងប្អូនហើយសួននេះគឺធំមែនទែនស្អាតមែនទែនអានេះដូចលក្ខណៈនៅកណ្ដាលក្រុងកំពង់សោមហ្នឹងបងប្អូនអញ្ចឹងចង់ដឹងថានៅទីនេះមានទិដ្ឋភាពបែបនេះខ្លះចាំទស្សនាទាំងអស់គ្នាជាមួយខ្ញុំបងប្អូនតោះ Let's go ជាដំបូងខ្ញុំនឹងបង្ហាញពីទីតាំងនៃសួននេះជាមុនសិនបើតាមមើលលើ Google Map សួននេះគឺស្ថិតនៅត្រង់ផ្លូវច្រមុះជ្រូកបំបែកនៃផ្លូវ705ទៅជាផ្លូវ124ពីខ្សែអមសងខាងនៃសួននេះតែម្ដងបើនិយាយឲ្យងាយយល់បើយើងជិះតាមផ្លូវជាតិលេខ4តាមរង្វង់មោគ្រុឌឃ្លាំងលើចុះចំណោតទៅកំពង់ផែព្រះសីហនុដល់ស្តុបទី1យើងបត់ឆ្វេងរួចជិះត្រង់ទៅមុខនោះយើងនឹងឃើញសួនមួយនេះនៅបង្អួតសម្រស់យ៉ាងស្រស់ស្អាតតែម្ដងនៃច្រមុះជ្រូកមួយនោះដោយដំបូងយើងនឹងឃើញរូបសំណាកស្ដេចកនជិះសេះទាញធ្នូបាញ់រួចទៅមុខទៀតយើងនឹងឃើញសំណង់ប្រាសាទព្រះវិហារដ៏តូចច្រឡឹងស្អាតនៅដើមនៃសួនមួយនេះគ្របដណ្ដប់ដោយដើមឈើតូចធំជាច្រើនជាម្លប់ដ៏ត្រជាក់ស្រេបតែម្ដងនិងលម្អដោយការចម្រុះពណ៌យ៉ាងស្រស់ស្អាតគួរជាទីគយគន់ហើយនេះគឺជាសកម្មភាពនៃការដើរចូលទៅក្នុងសំណង់នៃប្រាសាទព្រះវិហារបងប្អូនហើយយើងបានចូលឡើងមកដល់ខាងលើខាងក្នុងនេះហើយគឺនៅខាងក្នុងហ្នឹងគឺមានរូបព្រះពុទ្ធបដិមាប្រក់នាគមួយព្រះអង្គនៅខាងក្នុងហ្នឹងហើយរៀងទូចដែរទេបងប្អូនហើយនៅចំកណ្ដាលនៃប្រាសាទហ្នឹងតែម្ដងហើយយើងងាកមើលមកខាងក្រោយវិញយើងឃើញផ្លូវចូលមិញយ៉ាងស្រស់ស្អាតបងប្អូនហើយនេះគឺ view នៅខាងក្រោមយើងមើលទៅប្រាសាទព្រះវិហារមិញហ្នឹងគឺស្រស់ស្អាតខ្លាំងមែនទែនហើយប្រាសាទហ្នឹងគឺបន្ទាប់ពីរូបសំណាកស្ដេចកនទាញធ្នូបាញ់មកគឺប្រាសាទហ្នឹងហើយបងប្អូនហើយកន្លែងហ្នឹងគឺវាមានផ្លូវផ្ដាច់ពីរូបសំណាកស្ដេចកននិងប្រាសាទហ្នឹងបងប្អូនហើយនេះគឺយើងក្រឡេកមកមើលនៅខាងក្នុងបន្ទាប់ពីប្រាសាទហ្នឹងវិញបងប្អូនគឺមានរូបព្រះពុទ្ធបដិមាធំមួយព្រះអង្គដែលឆ្លាក់ពីថ្មប្រក់នាគតែម្ដងបងប្អូននៅខាងក្នុងចិត្តនឹងប្រាសាទហ្នឹងបងប្អូនពេលដែលយើងមកឃើញប្រាសាទហ្នឹងគឺយើងឃើញរូបព្រះពុទ្ធបដិមាហ្នឹងដែរបងប្អូនហើយកន្លែងហ្នឹងជាទូទៅគឺឃើញមានប្រជាពលរដ្ឋដែលនៅតំបន់ហ្នឹងគឺភាគច្រើនមកធ្វើពិធីសាសនាគោរពបូជាអីច្រើននៅកន្លែងហ្នឹងបងប្អូនចឹងប្រហែលជាមានភាពស័ក្តិសិទ្ធិខ្លាំងដែរហើយបងប្អូនបានមានប្រជាពលរដ្ឋគាត់មកច្រើនទោះខុសថ្ងៃសិលថ្ងៃអីក៏ដោយគឺភាគច្រើនឃើញមានធ្វើពិធីអីនៅហ្នឹងណាបងប្អូនហើយបើសម្រាប់ផ្លូវវិញគឺខ្វាត់ខ្វែងតែម្ដងបងប្អូនគឺកន្លែងហ្នឹងគឺយើងអាចដើរបានមួយជុំនៃរូបព្រះពុទ្ធប
បដិមាហ្នឹងតែម្ដងបងប្អូនហើយយើងដើរមកខាងក្រោយនៃរូបព្រះពុទ្ធបដិមាហ្នឹងក៏ចិត្តនឹងកន្លែងដាក់តម្កល់ធាតុបុព្វបុរសនិងកងទ័ពដែលបានពលីដើម្បីជាតិមាតុភូមិមួយហ្នឹងបងប្អូនអញ្ចឹងវានៅក្រោយនឹងរូបព្រះពុទ្ធបដិមាហ្នឹងគឺនៅបន្ទាប់គ្នាបងប្អូនហើយទៅជាក់ខ្លាំងមែនតែនសម្រាប់សួនមួយនេះគឺមានដើមឈើដូចតែបានឃើញអញ្ចឹងបងប្អូនគឺការតុបតែងសួនដាំដើមឈើមានផ្កាមានអីគឺចម្រុះគ្នាយ៉ាងស្អាតហើយត្រជាក់ស្រួលតែម្ដងបងប្អូនគឺអង្គុយលេងហើយវាមានភាពស្ងប់ស្ងាត់ល្អបងប្អូនទោះវានៅកណ្ដាលក្រុងក៏ពិតមែនប៉ុន្តែគឺស្ងាត់ល្អតែម្ដងហើយភាគច្រើនពេលល្ងាចអីហ្នឹងគឺសម្បូរទៅដោយអ្នកមកហាត់ប្រាណលេងហើយសម្រាប់សួននឹងផងដែរគឺវាមានលក្ខណៈរាងចម្រេលចោតមកបន្តិចដែរបងប្អូននៅពេលដែលយើងដើរហាត់ប្រាណអីគឺមួយជុំពីរបីជុំអីហ្នឹងគឺបែកញើសស្រួលខ្លួនតែម្ដងបងប្អូនពួកឯងយើងត្រូវឡើងចុះរៀងចំណោតចម្រេលបន្តិចដែរបងប្អូននៅកន្លែងហ្នឹងហើយនេះបងប្អូនកន្លែងដែលតម្កល់ធាតុបុព្វបុរសនិងកងទ័ពដែលបានពលីបងប្អូនគឺមានសភាពបែបហ្នឹងបងប្អូនហើយបើយើងឈើពីចម្ងាយមកគឺមានរូបនាគអមតាមសងខាងផ្លូវចូលមកយើងថតពីមុខហ្នឹងគឺ view កន្លែងហ្នឹងក៏ស្រស់ស្អាតមួយយ៉ាងដែរបងប្អូនហើយថ្ងៃនេះគឺ2នាក់ទៀតហើយបងប្អូនគឺឲ្យតែរាល់ថ្ងៃសម្រាប់គឺតែងតែជិះរើកន្លែងដើរហាត់ប្រាណលេងអញ្ចឹងណាបងប្អូនហើយជាទូទៅភាគច្រើនគឺទៅដើរតាមឆ្នេរប៉ុន្តែថ្ងៃនេះគឺប្លែកអារម្មណ៍គឺមកឃើញសួនកន្លែងហ្នឹងវាមានទីធ្លាធំទូលាយហើយវាស្រស់ស្អាតដែរបងប្អូនដល់អញ្ចឹងក៏នាំគ្នាមកសាកដើរលេងនៅទីតាំងហ្នឹងវិញម្ដងបងប្អូនហើយពេលដែលមកដើរគឺចង់លងនៅសម្រស់កន្លែងហ្នឹងបងប្អូនស្អាតហើយមានអ្នកមកដើរហាត់ប្រាណច្រើនណាស់មិនមែនមានតែខ្ញុំពីរនាក់ហ្នឹងទេល្ងាចគឺសម្បូរទៅដោយប្រជាជននៅតំបន់ហ្នឹងគឺគាត់មកដើរហាត់ប្រាណនៅទីសួនហ្នឹងបងប្អូនហើយនៅទីហ្នឹងក៏ដូចជាមានតាអាចារ្យនៅប្រចាំហ្នឹងដែរបងប្អូនគាត់ចាំរៀបចំឬក៏មិនទេព្រោះពេលដែលមកហ្នឹងគឺមានឃើញគាត់ធ្វើពិធីអីនៅហ្នឹងអញ្ចឹងណាបងប្អូនហើយមិនជាថ្ងៃសិលថ្ងៃអីទេគឺខុសពីថ្ងៃសិលហើយអញ្ចឹងប្រហែលជាមានអ្នកមករើធ្វើពិធីអីនៅកន្លែងហ្នឹងព្រោះអីរូបព្រះពុទ្ធកន្លែងហ្នឹងគឺធំមែនតែនហើយប្រហែលជាស័ក្តិសិទ្ធិនៅតំបន់ហ្នឹងព្រោះអីគេធ្វើឡើងហ្នឹងគឺដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធបុព្វបុរសហើយនឹងពលឹងកងទ័ពដែលបានពលីបងប្អូនអញ្ចឹងកន្លែងហ្នឹងគឺធ្វើឡើងហ្នឹងគឺសម្រាប់ជាទីសក្ការៈបូជាមួយដែរបងប្អូននៅក្នុងខេត្តព្រះសីហនុហ្នឹងហើយជាពិសេសពីនេះទៅទៀតហ្នឹងគឺកន្លែងហ្នឹងក៏មានសួនសម្រាប់កុមារលេងដែរបងប្អូនអញ្ចឹងពេលដែលយើងមានកូនតូចអីយើងអាចយកគាត់មកលេងជាមួយបានពេលដែលយើងសម្រាកទៅនៃពីការងារយើងឆ្លៀតមកលំហែអារម្មណ៍បែបហ្នឹងបន្តិចទៅគឺវារៀងស្រស់ស្រាយតិចដែរបងប្អូនពីព្រោះអីអ្នកណាក៏ដូចអ្នកណាដែរគឺមួយថ្ងៃកន្លែងធ្វើការកន្លែងអីគឺតែងតែមានភាពតានតឹងតែងតែមានសម្រាប់ម្នាក់អញ្ចឹងពេលខ្លះយើងត្រូវការពេលវេលារំសាយអារម្មណ៍របស់យើងដែរអញ្ចឹងតាមចំណង់ចំណូលចិត្តមនុស្សគឺផ្សេងគ្នាអ្នកខ្លះទៅគឺងាកឡើងគេចូលចិត្តហាត់ប្រាណអ្នកខ្លះទៅគេចូលចិត្តស្ដាប់តន្ត្រីអ្នកខ្លះទៅគេចូលចិត្តលេងកីឡាអ្នកខ្លះទៅគេចូលចិត្តជួបជុំគ្នាអីទៅចែកគ្នាកម្សាន្តលេងចឹងវាលក្ខណៈនៃការរំសាយអារម្មណ៍គឺវាខុសពីគ្នាហើយសម្រាប់ពួកខ្ញុំនេះគឺចូលចិត្តឲ្យតែថ្ងៃទំនេរគឺដើរកន្លែងណារៀងស្ងាត់បន្តិចដែរហើយដើរលំហែហាត់ប្រាណបែកញើសអីចឹងទៅមួយជុំពីរជុំអីរៀងឆ្ងាយគួរសមយើងត្រឡប់មកសម្រាកវិញវារៀងស្រឡះដែរព្រោះអីពេលខ្លះកន្លែងការងារក៏វាមិនសូវជាយ៉ាប់យ៉ឺនចេញញើសអីចឹងពេលដែលអត់ចេញញើសយូរចឹងទៅវារៀងតប់ប្រមល់អីខ្លះដែរចឹងយើងត្រូវដើរហាត់ប្រាណដើម្បីឲ្យរាងកាយយើងចេញញើសខ្លះដើម្បីវាស្រួលស្រឡះខ្លួនហើយមិនត្រឹមតែបែកញើសស្រួលខ្លួនទេបងប្អូនគឺយើងអាចមើល view នៃសម្រស់កន្លែងហ្នឹងបានយ៉ាងស្រស់ស្អាតបងប្អូនពីព្រោះអីសួនកន្លែងហ្នឹងត្រូវបានគេរៀបចំឡើងដោយដាំដើមឈើនិងចម្រុះដោយផ្កាជាច្រើនយ៉ាងស្រស់ស្អាតតែម្ដងហើយវាមានភាពស្ងប់ស្ងាត់ល្អមែនទែនបងប្អូននៅទីធ្លាហ្នឹងវានៅក្តារទីប្រជុំជនមែនប៉ុន្តែពេលដែលយើងបានចូលមកដល់កន្លែងហ្នឹងគឺដូចជាមានអារម្មណ៍ត្រជាក់ជ្រះថ្លាខ្លាំងមែនទែនហើយមានភាពស្ងប់ស្ងាត់ល្អស្រួលក្នុងការយើងសម្រាកអង្គុយលំហែលេងឬក៏ដើរកម្សាន្តហាត់ប្រាណដោយដែលបានរៀបរាប់ពីខាងដើមមកអញ្ចឹងគឺវាល្អខ្លាំងមែនទែន
ហើយនេះគឺជាសកម្មភាពដែលពួកយើងបន្តដំណើរដើរទៅខាងមុខវិញណាបងប្អូនគឺកន្លែងដែលមានសំណង់ប្រាសាទព្រះវិហារហើយនឹងរូបបដិមាធំមួយព្រះអង្គនៅខាងមុខហ្នឹងហើយយើងនឹងទៅបង្ហាញពីកន្លែងរូបសំណាកស្ដេចកនដែលមានផ្លូវកាត់ចេញពីកន្លែងប្រាសាទហ្នឹងដែរបងប្អូនអញ្ចឹងយើងកំពុងតែធ្វើដំណើរទៅហើយពេលដែលយើងមកហ្នឹងគឺមានការរៀបចំពិធីសាសនានៅកន្លែងព្រះអង្គហ្នឹងដែរឃើញមានតាអាចារ្យគាត់នៅប្រចាំការនៅហ្នឹងហើយមានពុទ្ធបរិស័ទ2 3នាក់គាត់រៀបចំធ្វើពិធីប្រហែលជាបួងសួងសុំសេចក្តីសុខអីចឹងណាបងប្អូនទីតាំងហ្នឹងប្រហែលជាស័ក្តិសិទ្ធិសម្រាប់អ្នកនៅតំបន់ហ្នឹងគឺភាគច្រើនគឺគាត់តែងតែមកគោរពបួងសួងសុំសេចក្តីសុខសុំអីផ្សេងចឹងណាបងប្អូនហើយពេលដែលយើងចូលមកដល់ទីតាំងហ្នឹងគឺដូចធ្វើឲ្យអារម្មណ៍យើងជ្រះស្រឡះក្នុងខ្លួនខ្លាំងមែនតើបងប្អូនពីព្រោះអីវាមានសំណង់បែបព្រះពុទ្ធសាសនាហើយមានដើមឈើដ៏ត្រជាក់ត្រឈឹងនៅទីតាំងហ្នឹងហើយមានអគារខ្ពស់អមនៅសងខាងនៃផ្លូវហើយមានអ្នកមកដើរហាត់ប្រាណលេងកម្សាន្តប៉ុន្តែវាស្ងប់ស្ងាត់ល្អហើយនេះគឺយើងបានមកដល់នៅខាងមុខហ្នឹងហើយបងប្អូនគឺអញ្ចឹងវាមានផ្លូវផ្ដាច់ហើយនេះគឺជាសំណង់ប្រាសាទព្រះវិហារហើយនៅខាងស្ដាំដៃយើងនេះគឺខាងមុខហ្នឹងគឺរូបសំណាកស្ដេចកនដែលទាញធ្នូជិះសេះបាញ់ធ្នូហ្នឹងហើយសំណង់អគារខ្ពស់បែបហ្នឹងបងប្អូននៅអមនៅតាមសួនហ្នឹងប៉ុន្តែពេលដែលយើងចូលមកខាងក្នុងនៃសួនហ្នឹងគឺស្ងប់ស្ងាត់ល្អមែនតើយើងអាចអង្គុយសម្រាកលំហែលេងបានយ៉ាងស្រួលហើយនៅកន្លែងហ្នឹងគឺស្រស់ស្អាតខ្លាំងមែនតើបងប្អូនគឺដូចដែលឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងហើយនៅពេលដែលយើងទៅមុខមកបន្តិចទៀតយើងនឹងឃើញផ្លាកដែលគេសរសេរឈ្មោះរៀបរាប់ពីការកសាងសួនមួយហ្នឹងណាបងប្អូនហើយខ្ញុំអត់បានពិនិត្យអីដិតដល់ច្បាស់អីទេគ្រាន់តែថតផ្ដិតយកជាវីដេអូទុកចែកជូនទស្សនាទាំងអស់គ្នាបងប្អូនអញ្ចឹងដូចដែលឃើញអញ្ចឹងមានប្រាសាទព្រះវិហារមានរូបសំណាកស្ដេចកនមានរូបព្រះពុទ្ធបដិមាមានកន្លែងតម្កល់ប្រធាតុមានដើមឈើធំតូចជាច្រើនហើយនឹងលាយជាមួយផ្កាយ៉ាងស្រស់ស្អាតនៅទីតាំងហ្នឹងបងប្អូនគឺស្អាតខ្លាំងមែនទែនហើយការធ្វើវីដេអូនេះគឺ recommend តែអ្នកនៅតំបន់នេះទេបងប្អូនដែលគាត់មានពេលវេលាច្រើនគាត់អាចមកចង់ដើរហាត់ប្រាណលំហែកាយអីអាចមើលទីតាំងមួយនឹងបានបងប្អូនគឺស្ងប់ស្ងាត់ល្អហើយវាពេលដែលយើងបានចូលមកដល់គឺធ្វើឲ្យយើងជ្រះថ្លាក្នុងចិត្តខ្លាំងមែនទែនហើយសម្រាប់ដែលអ្នកមកពីចម្ងាយគឺអត់ recommend ទេបងប្អូនពីព្រោះអីមានពេលវេលាតិចគឺយើងទៅលេងនៅតាមឆ្នេរអីទៅព្រោះអីយើងមកកំពង់សោមគឺផ្ដោតទៅលើតំបន់ឆ្នេរលេងទឹកសមុទ្រអីចឹងបងប្អូនគឺសប្បាយជាងហើយសម្រាប់អ្នកដែលមានពេលគឺអាចឆ្លៀតមកដើរលំហែលេងនៅកន្លែងហ្នឹងបាន